bạn chơi bạn số một con tam bắt đầu tê Campuchia dương trâu ca ở miền ca plap đố mối đói son tê vị thịហើយតាមបែបប្រជាធិបតេយ្យពិតប្រាកដចឹងបើយើងចង់បានការផ្លាស់ប្ដូរមួយដែលដោយសន្តិវិធីតាមបែបប្រជាធិបតេយ្យអ្វីដែលខ្ញុំត្រឡប់ទៅវិញខ្ញុំត្រូវការឲ្យមានកម្លាំង3កម្លាំងទី1គឺសកម្មជនដែលកំពុងតែសកម្មនៅក្នុងការផ្ដាល់ជាយោបល់ផ្ដាល់ជាគំនិតរិះគន់ទៅដល់រដ្ឋាភិបាលក្នុងន័យស្ថាបនាប្រសិនបើសកម្មជននឹងគឺគាត់សកម្មថែមទៀតជាជ្រុងមួយនៃចលនាឲ្យមានការផ្លាស់ប្ដូរតាមបែបប្រជាធិបតេយ្យទី1ទី2យើងត្រូវជ្រុងមួយទៀតគឺជ្រុងអង្គការសង្គមស៊ីវិលដែលគាត់កំពុងតែបន្តហើយជ្រុងមួយទៀតគឺជ្រុងគណៈបកក្រៅរដ្ឋាភិបាលអញ្ចឹងបើសិនជាជ្រុងទាំង3ហ្នឹងមានការរួបរวมគ្នាហើយជ្រុងទាំង3ហ្នឹងមានការធ្វើការងារជាមួយគ្នាដើម្បីឲ្យមានការផ្លាស់ប្ដូរមួយតាមរយៈការបោះឆ្នោតហើយដោយសន្តិវិធីតាមបែបប្រជាធិបតេយ្យអាហ្នឹងគឺជាបំណងប្រាថ្នាមិនត្រឹមតែខ្ញុំទេប្រហែលជាជនរួមជាតិដែលនៅទីនេះដែរនេះហើយដែលជាចំណុចសំខាន់ដែលខ្ញុំត្រឡប់ទៅវិញគឺខ្ញុំធ្វើបន្តទៅទៀតជាមួយនឹងយុវជនជាមួយនឹងសកម្មជនហើយនឹងជាមួយនឹងអង្គការសង្គមស៊ីវិលសូមអរគុណលោកពូសំណួរបន្តគឺកញ្ញាម៉ារីដាបាទសុខាឈ្មោះសុភីតុកលេខ51បាទសូមសំណួរបន្ត